ច្រើនពោហើយនេះគឺថ្ងៃទី8 ខែ 2 កុម្ភៈថ្ងៃនេះគឺចង់បង្ហាញអំពីអនុភាពវត្តដងរុនស្រស់បំប្រងហើយចង់បញ្ជាក់ថាគណៈអាត្មាភាពសាងកុដិចំពេលដែលសង្គ្រាមថៃអុកឡុកខ្មែរកម្ពុជារបស់យើងក៏ខ្វះខាតណាញាតិញោមគុណចាស់ជាប់ថ្លៃសំណង់គេជាប់ដោះមិនរួចសង្គ្រាមក៏សង្គ្រាមអើយឥឡូវជាប់គេនៅ$7,000ទៀតគាត់មួយខ្នង2ជាន់គាត់តូចទេតែអស់ច្រើនដែរ27,000បងឲ្យគេអស់20,000ហើយនៅ7,000ទៀតឥឡូវនេះញាតិញោមប្រុសស្រីក្រៅក្នុងប្រទេសក្តីអ្នកណាក្តីមានសទ្ធាជាថ្លៃជួយអ្នកបន្តិចព្រោះសប្តាហ៍ថ្ងៃនេះមិនបានប្រកបប្រកាសជាសាធារណៈឃោសនាអីទេប្រទេសជាតិយើងកំពុងតែសង្គ្រាមជាងហើយក៏បានជពាក់ថ្លៃសំណង់គេនៅ$7,000ទៀតគាត់នេះបើនិយាយទៅវាចូលជិតតែ$30,000តែបងឲ្យគេអស់20,000ជាងហើយនៅ$7,000ទៀតអានេះគឺឲ្យឃើញទីវត្តអារាមដងរុនស្រុកគោបរីខេត្តបន្ទាយមានជ័យវត្តដងរុនគណៈអាត្មាភាពអង្គចាស់ទូចបានព្រួយផ្ដើមសាងកុដិនេះឡើងកាលពីដើមឆ្នាំ2025ចាប់សាងមកពីខែ2រហូតដល់ខែ8កុដិនឹងក៏បានសាងរួចតែអ្វីដែលមិនទាន់រួចនោះគឺទៅបច្ច័យចង់បញ្ជាក់ញាតិញោមប្រុសស្រីកណ្ណាគ្រូម្ចាស់ព្រះអង្គថាអិតមានឯកឧត្តមលោកទាវណាជួយទេគឺកម្លាំងសទ្ធាពុទ្ធបរិស័ទអ្នកបន្តិច200,000 120,000រៀលរួបផ្សំគ្នាអ្នកចិត្តអ្នកក្រៅប្រទេសអ្នកក្រុងក៏មានស្រុកស្រែលោកយាយលោកតាបដទៅដូសបានកើតឡើងជាស្ថាពរហើយក៏ប៉ុន្តែយើងនៅជាប់ថ្លៃសំណង់គេតែយើងសាងហើយទាំងថ្លៃជាងថ្លៃសំណង់ថ្លៃពិដានអីហ្នឹងរួមទាំងអស់គឺសរុបមក$27,000តែយើងបានសងគេទៅហើយអស់20,000ហើយជាងវានៅ$7,000ទៀតជាងបើញាតិញោមមានសទ្ធាជ្រះថ្លាអាចចូលបន្តឲ្យឆាប់រួចនឹងឯងហើយខ្ញុំគណៈអាត្មាភាពសាងនេះគឺមិនមែនថានៅខ្លួនឯងមកជីវិតអីទេគឺបូជាពុទ្ធសាសនាតែប៉ុណ្ណោះកុដិនេះគឺជាកន្តកកុដិសម្រាប់ប្រសង់និមន្តមកពីទីជិតឆ្ងាយស្នាក់អាស្រ័យមួយយប់2យប់នឹងធ្វើដើម្បីទទួលប្រសង់ដែលនិមន្តមកពីវត្តមកលេងញាតិធម៌មិត្តធម៌អីក៏មានកន្លែងសឹងមាន3បន្ទប់ហើយក៏មានទាំងគាត់បន្ទប់ទឹកវច្ចកុដិមានលើមានក្រោមវច្ចកុដិហៅថាបន្ទប់ទឹកនោះហៅវច្ចកុដិខ្ញុំណាហើយឥឡូវនេះនៅតែជាប់គេខ្ញុំចឹងបើបានឃើញតាមការឡាយក្តី
ហើយជួយអ្នកតិចមកនឹងឯងអស់សមត្ថភាពហើយប្រទេសជាតិក៏មានសង្គ្រាមហើយចៃដន្យអីយើងសាងកុដិមុនសង្គ្រាមបន្តិចសាងបានប្រហែលជា3-4 ខែគឺចាប់ផ្ដើមសង្គ្រាមមករហូតចឹងទៅហើយចតុបច្ច័យក៏ខ្វះខាតច្រើនរោពុទ្ធបរិស័ទក៏រោមិនបានហើយពុទ្ធបរិស័ទកំពុងតែមានសង្គ្រាមរត់សង្គ្រាមផងហើយផងហើយព្រះសង្ឃបើដឹងតែសង្គ្រាមក៏មិនទាន់បានសាងដែរអញ្ចឹងណាតែយើងវាអត់ដឹងដែរយើងសាងរួចហើយទៅមានសង្គ្រាមតិចតួចផ្សែផ្សំខ្វះតែមួយខឹបទៀតទេរួចហើយនៅ$7,000អូជប់សំណងគេជាងរៀងយូរហើយជាងញាតិញោមបានឃើញនេះក្រៅប្រទេសក្តីលោកជំទាវលោកញ៉ាហើយត្រង់ឯកឧត្តមកណាប្រគុណម្ចាស់ជួយអ្នកតិចមករួចគេហើយអានឹងសាងដើម្បីជាប្រយោជន៍ក្នុងពុទ្ធសាសនាយើងតែប៉ុណ្ណោះគោលបំណងគឺចង់ឲ្យពុទ្ធសាសនារីកចម្រើនមានកន្លែងស្នាក់នៅប្រសង់អ្នកបួសក្នុងពុទ្ធសាសនាបានជ្រុកកនដែលជាប្រយោជន៍ក្នុងពុទ្ធសាសនាតែប៉ុណ្ណោះក៏សូមចម្រើនពរហើយប្រគេនពរអង្គម្ចាស់ហើយញាតិញោមប្រុសស្រីបានឃើញការ live នេះហើយជួយជាសទ្ធាជ្រះថ្លាតិចក្តីច្រើនក្តីទំនាក់ទំនងទៅកាន់ប្រព័ន្ធ Facebook ឬក៏ YouTube ហើយចឹងចាំដាក់លេខទូរស័ព្ទនៅក្នុង YouTube នេះគឺជាសួនច្បារក្នុងវត្តដងរុនស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យក្បែរលបងព្រះវិហារហ្នឹងគឺមានសួនច្បារឆ្វែលមកជុំវិញដល់ព្រះអង្គគ្រូពុសរិទ្ធគឺចតុកាវត្តបានសាងនៅសួនច្បារមានទាំងដើមដូងផ្លែអស់ហើយដើមស្វាយហើយផ្កាជុំវិញហ្នឹងគឺធំជុំវិញវត្តតែម្ដងជុំវិញព្រះវិហារជាងហើយនេះគឺជាការសាងវត្តដងរុនទាំងមូលហើយសូមប្រគេនពរអង្គគ្រប់ព្រះអង្គជួបតែនឹងសេចក្តីសុខសេចក្តីចម្រើនបានសម្រេចនៅធម៌ជនខ្ពស់គុណព្រះអង្គហើយកណ្ណាញាតិញោមពុទ្ធបរិស័ទរកស៊ីទទួលទានមានបានគ្រប់គ្នាជំងឺរូគាកុំអោយមានណាហើយបើបានឃើញការ live កុំភ្លេចចុច like ជួយ share ក៏ដូចជាជួយចតុបច្ច័យដើម្បីបានរួចគេទាំងឯងបានរួចគេឆាប់ដល់ពលលាតែប៉ុណ្ណេះ